សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំទៀតហើយជាមួយនឹងការបង្រៀនភាសាចិនតាម YouTube ហើយសម្រាប់ប្រធានបទថ្ងៃនេះដែរខ្ញុំលើកយកពាក្យដែលយើងតែងតែជួបជាប្រចាំថ្ងៃដើម្បីមកបង្ហាញបងប្អូនអញ្ចឹងហើយកុំឲ្យខាតពេលវេលាបងប្អូនយូរយើងមកចាប់ផ្ដើមជាមួយខ្ញុំទាំងអស់គ្នាសម្រាប់ពាក្យទី1នេះយើងអានថាស៊ីហွမ်းស៊ីហွမ်းស៊ីហွမ်းមានន័យថាចូលចិត្តភាសាចិនស៊ីហွမ်းសម្រាប់拼音ស៊ីអ៊ីស៊ីសំឡេងទី3ស៊ីហើអ៊ូអានហွမ်းសំឡេងទី1ហွမ်းស៊ីហွမ်းស៊ីហွမ်းស៊ីហွမ်းមានន័យថាចូលចិត្តអញ្ចឹងសម្រាប់ពាក្យបន្តទៀត朋友មានន័យថាមិត្តភក្តិសម្រាប់ភាសាចិន朋友សម្រាប់拼音ផអឹងផឹងសំឡេងទី2ផឹងអ៊ីអូយោសំឡេងទី3យោផឹងយោមានន័យថាមិត្តភក្តិសម្រាប់ពាក្យបន្តទៀតស៊ីយ៉មានន័យថាត្រូវការភាសាចិនស៊ីយ៉សម្រាប់拼音ស៊ីសំឡេងទី1ស៊ីត្រង់កន្លែងនេះយើងអានមាត់បែបរៀងស្រួចបន្តិចស៊ីអ៊ីអាវយ៉ៅសំឡេងទី4ស៊ីយ៉ៅត្រូវការសម្រាប់ពាក្យបន្តទៀតយងកានមានន័យថាក្លាហានយងកានសម្រាប់拼音អ៊ីអងយងសំឡេងទី3យងកើអានកានសំឡេងទី3កានយងកានមានន័យថាក្លាហានសម្រាប់ពាក្យបន្តទៀតឆោជាមានន័យថាឆ្លោះគ្នាភាសាចិនឆោជាសម្រាប់拼音ឈឺអោឆោសំឡេងទី3ឆោជីយ៉ាចាសំឡេងទី4ជាឆោជាឆ្លោះគ្នាសម្រាប់ពាក្យបន្តទៀត分手បែកគ្នាសម្រាប់ភាសាចិន分手拼音分សំឡេងទី1分sư âu sầuសំឡេងទី3手分手មានន័យថាបែកគ្នាសម្រាប់ពាក្យបន្តទៀតឆឹងយិនមានន័យថាទទួលស្គាល់ភាសាចិនឆឹងយិនសម្រាប់拼音ឈឺអឹងឆឹងសំឡេងទី2ឆឹងហ្សឺអិនរិនសំឡេងទី4យិនឆឹងយិន
មានន័យថាទទួលស្គាល់សម្រាប់ពាក្យបន្តទៀតឈិញជាមានន័យថាសុំច្បាប់ភាសាចិនឈិញជាសម្រាប់ភីងអ៊ីងឈីអ៊ីងឈិញសំឡេងទី3ឈិញជីយ៉ាជាសំឡេងទី4ជាឈិញជាសុំច្បាប់សម្រាប់ពាក្យបន្តទៀតស៊ីវស៊ីសម្រាប់ភាសាចិនស៊ីវស៊ីភីអ៊ីងស៊ីអ៊ីវសំឡេងទី1ស៊ីវស៊ីសំឡេងទី1ស៊ីស៊ីវស៊ីសម្រាប់សម្រាប់ពាក្យបន្តទៀតហ្វាំងជាឈប់សម្រាកហ្វាំងជាឈប់សម្រាកសម្រាប់ភីងអ៊ីងហ្វអាងហ្វាំងសំឡេងទី4ហ្វាំងជីយ៉ាជាសំឡេងទី4ជាហ្វាំងជាឈប់សម្រាកសម្រាប់វីដេអូនេះក៏ឈានដល់ទីបញ្ចប់អរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូនេះកុំភ្លេចជួយចុច Subscribe Channel ម្នាក់មួយដើម្បីតាមដានវីដេអូបន្តទៀតអរគុណច្រើនជម្រាបលា